ដើម្បីគេចផុតពីជំងឺរាតត្បាតនៅថ្ងៃដែលនៃពិធីមង្គលការរបស់នាងម្ចាស់ក្ត្រីបានបណ្ដេញស្វាមីថ្មីរបស់នាងគឺស្ដេចដែលទើបឡើងគ្រងរាជ្យចេញពីផ្លូវបន្ទាប់មកទ្រង់បានបញ្ជាឲ្យសាងសង់ប៉ុមខ្ពស់មួយហើយចាក់សោខ្លួនឯងនៅទីនោះតែម្នាក់ឯងឆ្ងាយពីការគំរាមកំហែងនៃជំងឺនេះខណៈពេលដែលប្រជាជនកំពុងរងទុក្ខវេទនានៅជើងប៉មនាងបានសិតសក់វែងរបស់នាងហើយនិយាយយ៉ាងស្ងាត់ដូចជាគ្មានអ្វីតាក់ទងនឹងនាងឡើយប៉ុន្តែគាត់ភ្លេចរឿងសំខាន់មួយគឺជំងឺរាតត្បាតនោះបានរីករាលដាលយ៉ាងច្បាស់លាស់ទៅតាមខ្យល់នៅពេលដែលម្ចាស់ក្ត្រីឈឺរឿងដំបូងដែលចាប់ផ្ដើមរលួយគឺរាងកាយរបស់នាងដោយបាត់បង់សម្រស់របស់នាងស្រែកខ្លាំងរហូតដល់ឮសំឡេងពីសមុទ្រយូរទៅប៉មដែលធ្លាប់តែប្រណីតនោះបានប្រែក្លាយទៅជាប្រាសាទបាក់បែកក្អែករាប់មិនអស់បានធ្វើសម្បុកនៅទីនោះហើយគ្រែរបស់ម្ចាស់ក្ត្រីត្រូវបានគ្របដណ្ដប់ដោយសំណាញ់ពីងពីងសក់ខ្មៅចាស់របស់នាងប្រែជាពណ៌ទាំងស្រុងហើយរាងកាយរបស់នាងស្ងួតហួតហែងមើលទៅដូចជាម៉ាមីយ៉ាងណាក៏ដោយម្ចាស់ក្ត្រីមិនទាន់សោយទីវង្គតទេដោយមិនអាចទទួលយកបានថាសម្រស់របស់នាងបានបាត់បង់នាងបានជ្រកកោននៅក្នុងកញ្ចក់វេទមន្តមួយពីទីនោះនាងបានគ្រប់គ្រងបរិបផ្សេងគ្នាដើម្បីយកក្មេងស្រី12នាក់ជីងបូជាលុះដល់ថ្ងៃចន្ទត្រគ្រាសព្រះនាងអាចរស់ឡើងវិញដោយអំណាចទាំងអស់របស់ព្រះនាងនៅថ្ងៃនោះក្អែកបាននាំយកអ៊ីបូជាថ្មីមួយមកថ្វាយព្រះនាងបន្ទាប់ពីបានផឹកឈាមរបស់នារីវ័យក្មេងម្នាក់ព្រះនាងក៏ភ្ញាក់ពីដំណេកម្ដងទៀតចេកដែលបានចូលទៅក្នុងប៉មដើម្បីបញ្ឈប់នាងមានការភ័យស្លន់ស្លោយ៉ាងខ្លាំងនៅពេលឃើញនាងរើចេញគាត់ភ័យស្លន់ស្លោហើយចង់រត់គេចខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែបន្ទាប់មកគាត់បានដឹងថាបងប្រុសរបស់គាត់ឈ្មោះវីលដែលត្រូវបានគេសន្មតថារងចាំគាត់នៅជាន់ក្រោមបានបាត់ខ្លួនក្នុងពេលជាមួយគ្នានោះវីលដែលដំបងឡើយបានមើលនៅខាងក្រៅប៉មបានឃើញអ្វីមួយចម្លែកនៅក្នុងស្រះមួយភ្លាមនោះក្មេងស្រីម្នាក់ដែលបាត់ខ្លួនបានលេចចេញពីទឹកនៅពេលដែលគាត់លាតដៃទៅចាប់នាងគាត់បានឮសំឡេងចោះស្រែកវីលបានលាក់ខ្លួនយ៉ាងរហ័សនៅពីក្រោយថ្មមួយបន្ទាប់មកគាត់បានឃើញចោរព្រៃមួយក្បាលឈរលើជើងក្រោយហើយបន្តិចម្ដងចាប់ផ្ដើមជ្រួញរហូតដល់វាប្រែក្លាយទៅជាមនុស្សចោរបានលើកក្មេងស្រីនោះចេញពីស្រះក្មេងស្រីតូចហាក់ដូចជាបាត់បង់ស្មារតីនាងត្រូវបានគេដាក់នៅក្នុងភ្នូរថ្មមួយមនុស្សចោរបានពាក់ស្បែកជើងកញ្ចក់លើនាងហើយបន្ទាប់មកបានយកឈាមមួយដំណក់ចេញពីចុងម្រាមដៃរបស់គាត់ទន្ទឹមនឹងនេះនៅខាងក្នុងប៉មចេកមានការភ័យខ្លាចយ៉ាងខ្លាំងពេលគាត់ហៀបនឹងរត់គេចខ្លួនគាត់បានបុកនឹងកញ្ចក់មួយនៅពេលនោះគាត់ស្រាប់តែសំឡេងម្ចាស់ក្ត្រីហៅគាត់ពេលគាត់មើលទៅក្នុងកញ្ចក់គាត់ឃើញម្ចាស់ក្ត្រីដ៏ស្រស់ស្អាតមួយអង្គដែលបានអបគាត់ដោយដៃទាំងពីរហើយសួរគាត់ថាតើនាងជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកឬអត់ប៉ុន្តែនៅខាងក្រៅកញ្ចក់នៅលើគ្រែដែលពោពេញដោយសំណាញ់ពីងពីងម្ចាស់ក្ត្រីស្ងួតនិងទ្រុឌទ្រោមកំពុងប្រើមន្តអាគមរបស់នាងដើម្បីគ្រប់គ្រងកញ្ចក់ដោយមានជំនួយពីវត្ថុនោះនាងបានចាប់ផ្ដើមបង្កើតការបំភាន់ដើម្បីធ្វើឲ្យយ៉ាកមានការភ័ន្តច្រឡំនិងចាប់គាត់យ៉ាកបានបាត់បង់ស្មារតីបន្តិចម្ដងហៀបនឹងលិចលង់ទាំងស្រុងទៅនឹងការស្រមើស្រមៃដែលបង្កើតឡើងដោយម្ចាស់ក្ត្រីជាសំណាងល្អvừaបានគប់ដុំថ្មមួយដុំទៅលើប៉មហើយបានគ្រប់គ្រងដើម្បីឲ្យយ៉ាកដឹងខ្លួនឡើងវិញនៅពេលនោះវីលហៀបនឹងត្រូវវាយប្រហារដោយអ្នកប្រមាញ់បន្ទាប់មកជេកបានចាប់សក់វែងរបស់ម្ចាស់ក្ត្រីហើយលោតពីលើកំពូលប៉មធ្លាក់មកលើអ្នកប្រមាញ់ធ្វើឲ្យគាត់សន្លប់នៅក្នុងភាពវឹកវរនោះបងប្អូនប្រុសទាំងពីរនាក់បានការពារក្មេងស្រីនោះនិងគេចពីការវាយប្រហារទីបំផុតពួកគេបានវិលត្រឡប់ទៅទីក្រុងវិញប៉ុន្តែក្មេងស្រីដែលរងផលប៉ះពាល់ដោយបណ្ដាសានោះលែងដកដង្ហើមទៀតហើយបន្ទាប់មកឧត្តមសេនីយ៍បានបង្ហាញខ្លួនជាមួយទាហានរបស់គាត់បានចោទប្រកាន់បងប្អូនប្រុសក្រេមថាបានផ្សព្វផ្សាយពាក្យចាំអារ៉ាមបោកបញ្ឆោតមនុស្សនិងផ្លាស់ប្ដូរសណ្ដាប់ធ្នាប់នៃទីក្រុងដោយមិនផ្ដល់ឱកាស